បាទកាលណាឃើញរូបកូនក្មេងបើកសៀវភៅអាននេះគឺវាជាផ្នែកចំណានអញ្ចឹងផ្នែកចំណានយើងមានចំណងជើងថាដំណើរកំសាន្តរបស់គុន្ធាបាទដំណើរកំសាន្តរបស់គុន្ធាបាទអញ្ចឹងយើងមើលរូបភាពបាទឃើញថាឃើញទូរទស្សន៍បាទហើយនេះគឺឪពុកហើយនឹងម្ដាយរបស់គុន្ធានេះគុន្ធានេះឪពុកនេះម្ដាយកំពុងតែអង្គុយមើលទូរទស្សន៍បាទអញ្ចឹងអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះបាទអញ្ចឹងដើម្បីឲ្យដឹងថាតើអត្ថបទអំណាននេះគេនិយាយអំពីអ្វីអញ្ចឹងយើងចូលអានអំណានខាងក្រោមទាំងអស់គ្នាបាទណាតោះចាប់ផ្ដើមយើងក៏ដាក់ថាអំណានខាងក្រោមនេះគេដាក់ថាល្ងាចថ្ងៃសៅរ៍សប្តាហ៍មុនគុន្ធានិងគ្រួសារបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលបាទដ៏ស្រស់ត្រកាលរបស់ខេត្តមណ្ឌលគិរីតាមទូរទស្សន៍នាងបានឃើញភ្នំទាបខ្ពស់យ៉ាងច្រើនបាទភ្នំទាបខ្ពស់យ៉ាងច្រើនវាលស្មៅពណ៌បៃតងស្រស់ទឹកជ្រោះទឹកធ្លាក់និងផ្ទះសម្បែងរបស់ជនជាតិភាគតិចគុន្ធាពេញចិត្តបាទគុន្ធាពេញចិត្តនឹងទេសភាពព្រៃភ្នំណាស់ចប់កម្មវិធីនោះនាងនិយាយទៅកាន់ម្ដាយអ្នកម៉ែកូនចង់ទៅលេងខេត្តមណ្ឌលគិរីណាស់តើលោកឪពុកអ្នកម៉ែជូនកូនទៅបានឬទេម្ដាយគុន្ធាឆ្លើយតបមានអីកូនម៉ែក៏ចង់ឃើញផ្ទាល់ភ្នែកដែរបាទបន្តទៀតឪពុកគុន្ធាបន្ថែមចាំដល់ពេលចូលឆ្នាំខ្មែរយើងនឹងទៅកំសាន្តទាំងអស់គ្នាថ្ងៃរងចាំបានមកដល់គ្រួសារគុន្ធានាំគ្នាជិះរថយន្តទេសចរមួយដែលផ្ទុកអ្នកដំណើរពេញពេលធ្វើដំណើរមកដល់ស្លាកមួយផ្ទាំងដែលមានសរសេរអក្សរធំមណ្ឌលគិរីស្វាគមន៍ណាមណ្ឌលគិរីស្វាគមន៍ឬយើងអាចថាមណ្ឌលគិរីសូមស្វាគមន៍ក៏បានដែរបាទចុងគេសរសេរដាក់ថាមណ្ឌលគិរីស្វាគមន៍នាងងើបឈរឪពុកនាងនិយាយទៅកាន់កូនអង្គុយចុះទៅកូនរថយន្តកំពុងឆ្លងកាត់ផ្លូវឡើងភ្នំចុះភ្នំគុន្ធាអង្គុយចុះហើយសួរឪពុកកូនចង់ឃើញទឹកជ្រោះប៊ូស្រានិងផ្ទះរបស់ជនជាតិភាគតិចណាស់តើយើងទៅលេងកន្លែងនោះដែរឬទេពុកឪពុកគុន្ធាឆ្លើយទៅណាកូនពុកជូនកូនគ្រប់កន្លែងដែលកូនបានឃើញតាមទូរទស្សន៍ចាំមានថាឪពុកគាត់ជូនឲ្យកូនដើរមើលគ្រប់ទីកន្លែងហ្នឹងដែលឃើញតាមទូរទស្សន៍ហ្នឹងនៅតាមផ្លូវគុន្ធានិងអ្នកដំណើរឯទៀតគយគន់ទេសភាពព្រៃភ្នំនិងរលកស្មៅយ៉ាងជក់ចិត្តរហូតដល់ទីក្រុងគុន្ធាដើរកំសាន្តគ្រប់ទីកន្លែងនាងសប្បាយនឹងស្ដាប់សន្ធឹកទឹកធ្លាក់និងចុះងូតទឹកជ្រោះដ៏ត្រជាក់ជាមួយគ្រួសារ
និងទេសចរដតៃទៀតបាទណាបាទអញ្ចឹងអំណានហ្នឹងគឺយើងអានទៅចប់ប៉ុណ្ណឹងបាទអញ្ចឹងបន្ទាប់ពីយើងអានចប់អំណានហើយយើងខាងក្រោមហ្នឹងគឺយើងមានសំណួរហើយនឹងលំហាត់តើយើងចូលទៅមើលសំណួរទាំងអស់គ្នានេះសំណួរនឹងលំហាត់បាទអញ្ចឹងសំណួរមាន4ហើយលំហាត់មាន2លំហាត់កហើយនឹងលំហាត់ខលំហាត់កនិងខហ្នឹងគឺគេឲ្យយើងគូសគ្រីសរើសចម្លើយទេតើឥឡូវយើងមើលសំណួរទី1គេសួរតើបាទសំណួរគេច្រឡំទៅសេពាក្យតើ2ដងណាចុងកន្លែងតើ2ដងនេះយើងលុបតើមួយចេញណាតើល្ងាចថ្ងៃសៅរ៍គន្ធាបានមើលទូរទស្សន៍ឃើញអ្វីបាទ2នៅតើនៅខេត្តមណ្ឌលគិរីមានអ្វីខ្លះដែលគួរឲ្យចាប់អារម្មណ៍3តើគន្ធាចង់ឃើញអ្វី4តើនាងបានធ្វើអ្វីខ្លះនៅពេលទៅដល់ខេត្តមណ្ឌលគិរីតើឥឡូវយើងមើលលំហាត់មាន2លំហាត់កនិងខលំហាត់កគេថាហេតុអ្វីដែលនាំឲ្យគន្ធាចង់ទៅកំសាន្តនៅខេត្តមណ្ឌលគិរីចូលជ្រើសរើសចម្លើយមួយត្រឹមត្រូវអញ្ចឹងក្នុងចម្លើយ3ហ្នឹងគឺមានចម្លើយមួយត្រូវក្នុងចំណោមចម្លើយ3ហ្នឹងអញ្ចឹងយើងមើលទៅទី1គេថាគន្ធាទំនេរនៅក្នុងឱកាសចូលឆ្នាំខ្មែរអញ្ចឹងដោយសារតែទំនេរបានគន្ធាចង់ទៅកំសាន្តនៅខេត្តហ្នឹងហ៎បាទអញ្ចឹងទី2គេថាគន្ធាបានឃើញទិដ្ឋភាពដ៏ស្រស់របស់ខេត្តមណ្ឌលគិរីតាមទូរទស្សន៍បាទអញ្ចឹងអាចជានឹងជាត្រូវណាគន្ធាចង់ដើរកំសាន្តឲ្យបានគ្រប់ខេត្តបាទមិនមែនទេតោះចូលដល់លំហាត់ខម្ដងតើគន្ធាមានអារម្មណ៍ដូចម្ដេចពេលធ្វើដំណើរចូលជ្រើសរើសចម្លើយមួយត្រឹមត្រូវដូចគ្នាចម្លើយទី1គេថាគន្ធាពិបាកចិត្តព្រោះខ្លាចមិនបានដើរលេងគ្រប់កន្លែងអត់ត្រូវទេគន្ធាភ័យព្រួយព្រោះរថយន្តបើកឡើងភ្នំចុះឡើងអានេះក៏មិនត្រូវដែរអញ្ចឹងគន្ធាសប្បាយចិត្តព្រោះបានដើរកំសាន្តគ្រប់កន្លែងដែលនាងប៉ងបាទអញ្ចឹងអានេះត្រូវណាតោះឥឡូវដើម្បីកុំឲ្យខាតពេលយើងចូលទៅមើលទៅឆ្លើយសំណួរនិងធ្វើលំហាត់ជាមួយលោកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើមនេះលោកគ្រូរៀបចំក្នុង slide នេះហើយបាទតោះចាប់ផ្ដើមអញ្ចឹងសំណួរមិញដដែលឡើងវិញសំណួរទី1តើល្ងាចថ្ងៃសៅរ៍គន្ធាបានមើលទូរទស្សន៍ឃើញអ្វីបាទអញ្ចឹងចម្លើយគឺឃើញថាចម្លើយទី1ល្ងាចថ្ងៃសៅរ៍ហ្នឹងគន្ធាបានមើលទូរទស្សន៍ឃើញការផ្សាយព័ត៌មានបាទណាការផ្សាយព័ត៌មានបាទការផ្សាយព័ត៌មានមួយស្ដីពីទិដ្ឋភាពដ៏ស្រស់ត្រកាលរបស់ខេត្តមណ្ឌលគិរីបាទអញ្ចឹងដោយសារតែឃើញទិដ្ឋភាពនៅតាមទូរទស្សន៍នឹងការផ្សាយតាមទូរទស្សន៍ហ្នឹងបានធ្វើឲ្យនាងឃើញហ្នឹងបាននាងទៅលេងល្ងាចថ្ងៃសៅរ៍ហ្នឹងបាទអញ្ចឹងអានេះជាចម្លើយទី1ល្ងាចថ្ងៃសៅរ៍នាងបានមើលទូរទស្សន៍ឃើញការផ្សព្វផ្សាយព័ត៌មានក៏ដូចជាផ្សាយពាណិជ្ជកម្មអញ្ចឹងក៏ឃើញទិដ្ឋភាពហ្នឹងទៅណាបាទតោះទី2តើនៅខេត្តមណ្ឌលគិរីមានអ្វីខ្លះបាទអញ្ចឹងគេសួរថាតើនៅខេត្តមណ្ឌលគិរីមានអ្វីខ្លះដែលគួរឲ្យចាប់អារម្មណ៍តើនៅខេត្តមណ្ឌលគិរីហ្នឹងមានអ្វីខ្លះដែលគួរឲ្យចាប់អារម្មណ៍អញ្ចឹងវាមានច្រើនវាមានកន្លែងទេសចរហ្នឹងដូចជាទឹកជ្រោះប៊ូស្រាទឹកធ្លាក់អីបាទអញ្ចឹងនេះចម្លើយនៅខេត្តមណ្ឌលគិរីនាងបានឃើញភ្នំខ្ពស់ទាបយ៉ាងច្រើនវាលស្មៅពណ៌បៃតងស្រស់បាទណាពណ៌បៃតងស្រស់ទឹកជ្រោះហើយទឹកធ្លាក់ហើយឃើញនេះទៀតនឹង
ផ្ទះសម្បែងរបស់ប្រជាជនបងប្អូនជនជាតិតិចបាទជនជាតិភាគតិចអធិស្ឋានជនជាតិភាគតិចព្រមទាំងព្រៃភ្នំបាទអានេះគឺចម្លើយទី2តែចម្លើយទី3បាទសំណួរទី3គេសួរថាតើគន្ធាចង់ឃើញអ្វីតើគន្ធាចង់ឃើញអ្វីបាទចង់ឃើញឯខ្លះអញ្ចឹងចម្លើយទី3គន្ធាចង់ឃើញទេសភាពបាទចង់ឃើញទេសភាពដែលបានមើលតាមទូរទស្សន៍កាលពីនៅនឹងផ្ទះហ្នឹងអញ្ចឹងចង់ឃើញទេសភាពទាំងឡាយដែលនាងបានឃើញបានមើលឃើញនៅក្នុងទូរទស្សន៍ដោយផ្ទាល់មានន័យថានាងបានឃើញនៅក្នុងទូរទស្សន៍ហើយនាងចង់មកមើលផ្ទាល់មកតើឃើញអញ្ចឹងមែនអត់តោះទី4តើនាងបានធ្វើអ្វីខ្លះនៅពេលទៅដល់ខេត្តមណ្ឌលគិរីបាទអញ្ចឹងតើនាងបានធ្វើអ្វីខ្លះនៅពេលទៅដល់ខេត្តមណ្ឌលគិរីតើនាងបានធ្វើអីខ្លះបាទអញ្ចឹងចម្លើយទី4យើងនៅពេលទៅដល់ខេត្តមណ្ឌលគិរីនាងបានក្រោកឈរបាទហ្នឹងក្រោកមើលតែនៅក្នុងនេះលោកគ្រូបានដាក់ថាឈរទេណាក្រោកមើលតែយើងអាចបន្ថែមពាក្យឈរបានណាក្រោកឈរមើលទៅតែក្នុងនេះលោកគ្រូបានសរសេរពាក្យឈរឲ្យទេក្រោកមើលផ្ទាំងអក្សរធំដែលសរសេរថាម៉េចមណ្ឌលគិរីសូមស្វាគមន៍បាទណាមណ្ឌលគិរីសូមស្វាគមន៍ឬក៏មណ្ឌលគិរីស្វាគមន៍អញ្ចឹងទៅបាទហើយបានគយគន់ទេសភាពព្រៃភ្នំនិងរលកស្មៅយ៉ាងយកចិត្តទុកដាក់ណាយ៉ាងយកចិត្តទុកដាក់បាទអញ្ចឹងសំណួរចម្លើយនេះក៏ដល់ទីបញ្ចប់ហើយតើឥឡូវយើងចូលដល់លំហាត់បាទលំហាត់ក្នុងលំហាត់ហ្នឹងគឺវាមានលំហាត់កនិងលំហាត់ខអញ្ចឹងលំហាត់កគេដាក់ថាហេតុអ្វីដែលនាំឲ្យគន្ធាចង់ទៅកំសាន្តនៅខេត្តមណ្ឌលគិរីចូលជ្រើសរើសចម្លើយមួយត្រឹមត្រូវបាទអញ្ចឹងចម្លើយវាមាន3អញ្ចឹងចម្លើយទី1គេថាគន្ធាទំនេរនៅក្នុងឱកាសចូលឆ្នាំខ្មែរបាទអញ្ចឹងមិនដោយសារតែមិនហេតុតែគន្ធាទំនេរនៅឱកាសចូលឆ្នាំនឹងទេបានជានាំឲ្យគន្ធាចង់ទៅកំសាន្តនោះមិនមូលហេតុនឹងទេអញ្ចឹងមូលហេតុដែលនាំឲ្យគន្ធាចង់ទៅកំសាន្តដោយសារនាងបានឃើញអីនេះនាងបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលរបស់ខេត្តមណ្ឌលគិរីតាមអីតាមទូរទស្សន៍បាទអញ្ចឹងអានេះគឺជាចម្លើយទី2ត្រឹមត្រូវណាអញ្ចឹងយើងគ្រីសមកបាទបន្ទាប់មកទៀតយើងចូលដល់លំហាត់ខគេថាតើគន្ធាមានអារម្មណ៍ដូចម្ដេចពេលធ្វើដំណើរតើគន្ធានឹងមានអារម្មណ៍ដូចម្ដេចពេលធ្វើដំណើរចូលជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវដូចមិញដែរអញ្ចឹងមានចម្លើយមក3ដូចគ្នាទី1គេថាគន្ធាពិបាកចិត្តព្រោះខ្លាចមិនបានដើរលេងគ្រប់កន្លែង2គន្ធាភ័យព្រួយព្រោះរថយន្តបើកឡើងភ្នំចុះឡើងអញ្ចឹងអាពេលយើងអានអំណានមិញគន្ធាមានភ័យអត់ពេលភ្នំឡើងពេលឡានបើកឡើងភ្នំចុះឡើងអត់ភ័យទេហើយ3គេថាគន្ធាសប្បាយចិត្តព្រោះបានដើរកំសាន្តគ្រប់កន្លែងដែលនាងប៉ងបាទអញ្ចឹងអារម្មណ៍របស់នាងគឺសប្បាយចិត្តបាទអញ្ចឹងយើងគ្រីសចម្លើយទី3ណាបាទអញ្ចឹងចម្លើយទី3គឺជាចម្លើយត្រឹមត្រូវបាទអញ្ចឹងវីដេអូមេរៀនអំណាននេះក៏ដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទហើយបើគិតថាវីដេអូនេះល្អមានសារៈសំខាន់សូមកុំភ្លេចជួយចុច Subscribe ហើយនឹងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតបាទសូមអរគុណ